បងប្អូនធ្លាប់លឺថាเพจខ្លះគាត់ចែកប្រព័ន្ធតាមរយៈ top fan អញ្ចឹងបងប្អូនចង់ដឹងថា top fan ហ្នឹងគេឆែកយ៉ាងម៉េចអញ្ចឹងបងប្អូនទៅទស្សនាយ៉ាងបងបងប្អូននេះជា page របស់ខ្ញុំអញ្ចឹងបងប្អូនខ្ញុំនឹងនិយាយពី top fan ចែកឲ្យបងប្អូនស្ដាប់ហើយអញ្ចឹងtop fan គឺមានបន្ទុករបស់វាអញ្ចឹងបងប្អូនហើយបងប្អូនពេលខ្លះបងប្អូនអត់ដែលតាមដានអត់ដែល like អត់ដែល share page នឹងទេឬក៏ម្នាក់នឹងទេហើយបងប្អូនឃើញគេផុសបើកវត្តបើកអីអញ្ចឹងបងប្អូន share like ហើយបន្តមកគេនិយាយថាគេនឹងឆែកទៅមើលបន្ទុកបងប្អូនណាដែលមានបន្ទុកច្រើនជាងគេហើយនឹងតាមលេខរៀងថាលេខរៀងបន្ទុកនឹងបានរង្វាន់អញ្ចឹងបញ្ហាបើករង្វាន់ហ្នឹងគឺខ្ញុំឃើញបន្ទុកដែរមករយៈក្រោយនេះទាំងបងខ្ញុំទាំង account បងខ្ញុំទាំងបងខ្ញុំហើយនឹងបងប្អូនផ្សេងទៀតភាគច្រើនឃើញអញ្ចឹងគឺ share ហើយទាំងខ្ញុំកាលមុនខ្ញុំមិនដែលលេង page ខ្ញុំលេងតែ account ខ្ញុំមិនដឹងទេអញ្ចឹងគាត់ឃើញគេបើករង្វាន់អញ្ចឹងខំ share ចូលក្រុមឲ្យឆាតទៅគេឧទាហរណ៍ណាឆាតទៅគេសួរបងខ្ញុំ share ចូលក្រុមហើយអញ្ចឹងគេដាក់ AI មកឆ្លើយយើងអញ្ចឹងណាពេលខ្លះអញ្ចឹងទៅពោះខ្ញុំដល់ពេលខ្ញុំលេង page ខ្ញុំកាន់ page មកខ្ញុំដឹងថាអញ្ចឹង top fan គឺមានបន្ទុកអញ្ចឹងយើងឃើញគេផុសភ្លាមហើយយើងទៅចាប់អារម្មណ៍ page នឹងតើគេបើករង្វាន់ហើយបានយើងចាប់អារម្មណ៍ហើយទៅជួយ share ជួយអីអញ្ចឹងគឺយើងភាគរយយើងគឺមិនងាយបានទេបងប្អូនដោយសារតែគេមើលទៅលើបន្ទុក top fan អញ្ចឹងនេះបន្ទុក top fan បងប្អូនឃើញពាក្យ top fan អត់នេះបន្ទុក top fan ដូចខ្ញុំនេះគេអត់បន្ទុក top fan មានតាមលេខលំដាប់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងចែកម្លែកមកឲ្យបងប្អូនទេហើយបងប្អូនពិចារណាទៀតទៅថាពេលបើករង្វាន់អញ្ចឹងបងប្អូនគួរតែ support ភ្លាមឬក៏បើថាឧទាហរណ៍យើងចូលចិត្តម្នាក់នឹងតាំងពីដើមមកហើយដល់ពេលគាត់បើករង្វាន់ហ្នឹងយើងសង្ឃឹមហើយតែដល់ពេលយើងអត់ដែរអត់អីយើងយូរម្ដងអីហើយគេមើលទៅលើបន្ទុកទៀតអាហ្នឹងគឺយើងអំបិលហើយមួយទៀតបើខាងម្ចាស់ page គាត់និយាយថានឹងចែកទៅលើ top fan អត់គិតបន្ទុកអាហ្នឹងអូខេអាហ្នឹងអាចគេថាបើក្របលោកលាក់គេនឹងក្លុកចាគេក្លុកចាប់ណាឥឡូវមានប៉ុណ្ណឹងជំរាបលាបងប្អូនអរគ្នា